បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងចាប់ផ្ដើមថតឡានយើងមកជុំ end on បងប្អូនហើយសំខាន់យើងបច្ឆេះវាយកខ្យល់យកអីហើយបងប្អូនមានបងប្អូនយើងកំងខ្សាច់ថ្ម2ឡានបងប្អូនហើយយើងក៏ដឹកជូនគាត់ឥឡូវនេះយើងក៏ចាប់ផ្ដើមយើងកុំចាំយូរយើងចេញទៅយកខ្សាច់ឥឡូវយើងដល់ដើមខ្សាច់បងប្អូនហើយវីដេអូនេះខ្ញុំកាត់លេបងប្អូនសំខាន់មកមើលប៉ែលអីយើងបងប្អូនធំជាងឡានទៀតប៉ែលនៅប្រហែលគីបងប្អូនដាក់ធំជាងកាប៊ីនឡានខ្ញុំទៀតនិយាយថាគាត់ដាក់តោះហៀទៅហូបងប្អូនហើយដើម្បីឲ្យបងប្អូនយើងពេញចិត្តបងប្អូនហើយណាមួយយើងក៏ចង់បានច្រើនដែរឲ្យបងប្អូនយើងគាត់ល្អបងប្អូនដាក់ប៉ុណ្្នឹងឯងគាត់ពេញចិត្តទេបងតែយើងក៏ឃើញអិចមួយគាត់ប្រហែលជាគាត់ខូចផ្សារប៉ែផ្សារអីបងប្អូនហើយយើងក៏ចេះថតគាត់លេងទៅហើយជាពិសេសគាត់ឃើញហ្នឹងយើងក៏ស្អី idol បងប្អូនអញ្ចឹងយើងក៏រាក់ទាក់ទៅគាត់វិញបងប្អូនហើយសំខាន់យ៉ាងហ្នឹងមិនកំងតែខ្សាច់មួយបងប្អូនហើយយើងក៏រៀបចំមើលមកសេតហើយបងប្អូនតែយើងសាកកម្លាំងឡានយើងមើលវាខ្លាំងដែរហើយយើងក៏មកដល់ឡែងចាក់មិនទេម្ចាស់គេលើបងប្អូនឥឡូវយើងចាក់ហើយយើងយកថ្មវាជាងទៀតហើយថ្មនេះសំខាន់បំផុតថ្មស្អាតយ៉ាងហ្នឹងបងប្អូននេះថ្មស្អាតកាត់ស៊ីគឺលខ្មៅលើថ្មតាន់ហ្មងលក្ខណៈថ្មស្អាតហើយថ្មក្រេត A បងប្អូនហើយដុំមិនស្មើគ្នាស្អាត 4x6 បងប្អូនអើយស្អាតថ្មហើយសំខាន់បំផុតខ្ញុំឲ្យគាត់ដាក់តាពេលអាលាក់នេះបងប្អូនប្រង3ជីបងប្អូនអើយតែវាសំខាន់នេះអត់អីទេព្រោះវាយើងដឹកស៊ាំឲ្យខាងហ្នឹងបងប្អូនហើយឲ្យគាត់ដាក់ថែមទៀតមកជាប់បងប្អូនដាក់មកជាប់រុំដាក់មកជាប់កុំឲ្យបងប្អូនយើងកំងទាស់ចិត្តដាក់ធ្វើមិនឲ្យមកជាប់ឲ្យបងប្អូនchứអានេះមកប៉ែលមកមើលមកប៉ែលទេតើវាបានប៉ុណ្ណាមកប៉ែលទេគឺចង់ពេញហ្មងហើយអញ្ចឹងគឺគាត់បបួងប៉ែលធំគឺមកប៉ែលហ្នឹង3គីបជាង3គីបអញ្ចឹងឡានយើង6គីប7គីបបងប្អូនឡាននេះប្រភេទរបស់យើង7គីបបងប្អូនអញ្ចឹងយើងដាក់តាមមតិជនរបស់យើងគឺឡានយើងកំណត់7គីបបងប្អូនខ្ញុំដាក់មកហៀមកជាប់មកតែកុំឲ្យជ្រុះរួមមកជាប់បាទបងប្អូននេះគឺយើងដាក់មកជាប់តែប៉ុណ្ណឹងយើងដាក់វាសមរម្យបងប្អូនហើយក៏សួរថែមទៀតធ្លាក់កាន់ក្បាលគេបងប្អូនបើប៉ុណ្ណឹងឲ្យដាក់មកជាប់ហើយបងប្អូនហើយយើងទៅនេះអីទៀតបាទហើយយើងក៏ឡើងជីងគិតលុយគិតកាក់ឲ្យបងប្អូនយើងខាងជីងបងប្អូនហើយកុំភ្លេចបងប្អូនកំងអាចកំងបានបងប្អូនអរគុណច្រើន